សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូពីរបៀបនៃការប្រើប្រាស់ Snapper Toolkit អញ្ចឹងជាដំបូងយើងអាចចូលទៅក្នុង Trading View ហើយធ្វើការបើក Snapper Toolkit ដែល indicator ហ្នឹងគឺបង្ហាញអំពី key level ក្នុង rank ប្រចាំថ្ងៃ base ទៅលើ rank ពីម្សិលមិញអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពី bearish key level ដូចជា sell reversal 1/3 ADR និង5 ADR ដែលជា bearish key level យើងអាចគូស order block bearish បាននៅកន្លែងហ្នឹងដើម្បីធ្វើការចំណាំក្នុងវីដេអូនេះគឺខ្ញុំគូ 1/3 ADR ជាមួយនឹង sell reversal ដែលជាកន្លែង bearish order block ហើយបន្ទាប់មកខ្ញុំឃើញ target 2 ហើយនឹង5 ADR ក៏ជា bearish order block ដែរអញ្ចឹងខ្ញុំគូសមួយទៀតដើម្បីធ្វើការចំណាំនៅក្នុងការ trade ហើយចំពោះផ្នែកខាងក្រោមគឺវាមាន bullish order block ដែលមាន key level ដូចជា buy reversal 1/3 ADR និង5 ADR ដូចគ្នាដែរអញ្ចឹងនៅពេលដែលយើងធ្វើការគូស order block bullish ហើយនិង order block bearish រួចយើងនឹងបាន key level នៅក្នុងការ trade ប្រចាំថ្ងៃអញ្ចឹងក្នុងនាមជា trader គឺយើងត្រូវចាំ price move ទៅដល់ key level ណាមួយសម្រាប់ការជួញដូរក្នុងករណីនេះខ្ញុំនឹងធ្វើការ back test នៅក្នុងម៉ោង ASIA Kill Zone ដែលមានចាប់ពីម៉ោង7ទៅដល់ម៉ោង9ព្រឹកអញ្ចឹងជាដំបូងខ្ញុំធ្វើការគូសបន្ទាត់ចន្លោះម៉ោងហ្នឹងដើម្បីឲ្យយើងស្រួលចំណាំនៅក្នុងការជួញដូរជាក់ស្ដែងគឺ price នៅចំកន្លែង1 លើ 3 ADR និង sell reversal ប៉ុន្តែ scenario គឺវាមាន2ទី1គឺ scenario break out មានន័យថា price គឺវាអត់ respect នៅ sell reversal និង 1.3 ADR ទេហើយ scenario មួយទៀតគឺ breakdown នៅពេលដែល price move ទៅដល់កន្លែងហ្នឹងគឺ reject ហើយបន្ទាប់មកវានឹង break មកកាន់1/3 ADR នៅខាងក្រោមដូចតែខ្ញុំឧទាហរណ៍ឲ្យមើលហ្នឹងអញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺយើងត្រូវរងចាំ price action ជាក់ស្ដែងថាវា design ទៅ scenario មួយណាក្នុងករណីនេះនៅពេលដែលចូលដល់ម៉ោង kill zone reaction គឺយើងឃើញថាមាន engulfing candle ក្នុងការ reject លើចំណុច 1/3 ADR ទៅនឹង sell reversal ចឹងអ្វីដែលយើងឃើញគឺ sign of rejection ដូចដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូហ្នឹងអញ្ចឹងវាអាចនឹងមាន scenario reject និង breakdown ជាក់ស្ដែងគឺ price បាន respect ទៅលើ key level sell reversal និង 1.3 ADR ដូចដែល scenario យើងបានក្រុងទុកមែនអញ្ចឹងបងប្អូនអាច roll short position នៅកន្លែងហ្នឹងតាម entry model របស់បងប្អូនបានអ្វីដែលយើងឃើញបន្ទាប់ទៀតគឺ price បាន move ចុះក្រោមរហូតទៅដល់ key level មួយទៀតដែលជា 1.3 ADR ដែលយើងបានគូសវាថាជា bullish order block អញ្ចឹងជាក់ស្ដែងគឺ price បាន move ទៅដល់ bullish order block ដែលយើងបាន analyze តែដូចតែសក់មួយដងគឺយើងត្រូវចាំ reaction price ជាក់ស្ដែងថាវាបោននៅកន្លែង bullish order block ហ្នឹងឬក៏បន្ត break bullish order block ដែលយើងបាន analyze ហ្នឹងអញ្ចឹងជាក់ស្ដែងគឺយើងចាំដល់ម៉ោង kill zone នៅម៉ោង2ដោយដែលបន្ទាត់ខ្ញុំបានគូហ្នឹងហើយយើងចាំមើល reaction ផ្សារជាក់ស្ដែងថាវាបែបណាដោយដែលយើងបានឃើញគឺវាបាន break bullish order block ហ្នឹងអញ្ចឹងកន្លែងហ្នឹងក៏ខ្ញុំចង់បញ្ជាក់ដែរនៅពេលដែល price break key level ណាមួយវានឹងយក key level មួយហ្នឹងទៅជា resistance ឬក៏ជាកន្លែងដែលវាត្រូវទៅ retest អញ្ចឹង bullish order block ហ្នឹងលេងជា bullish order block ទេដែរវាទៅជា key level មួយដែលជា bearish order block price ទៅ retest ហើយបន្ត scenario reject និង breakdown បន្តទៀតនៅក្នុង kill zone អញ្ចឹងជាក់ស្ដែងអ្វីដែលយើងធ្វើគឺយើងរងចាំ price ទៅ retest key level ដែលជា buy reversal ហ្នឹងឬក៏ជា bearish order block ហ្នឹងអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាបានឃើញគឺ price វាពិតជាបានទៅ retest នៅ key level ហ្នឹងម្ដងទៀតមែនអញ្ចឹងអ្វីដែលយើងមើលឃើញគឺយើងអាច short position ហ្នឹងហើយដាក់ stop loss និង revert ទៅតាម risk management និង strategy របស់បងប្អូនទៅក្នុងករណីនេះគឺខ្ញុំដាក់ put ទៅលើ swing high ចាស់ដែលមុនវា break ហើយខ្ញុំអាច target ទៅដល់ liquidity ណាមួយឬក៏ target ទៅដល់ key level ណាមួយក្នុងករណីនេះគឺខ្ញុំបាន target ទៅដល់5 ADR ហើយនៅពេលដែលចាក់ស្ដែងនៅពេលដែល price move ទៅដល់5 ADR គឺយើងឃើញមាន reaction ខ្លាំងមែនតើអញ្ចឹងអាហ្នឹងវាអាចជាកន្លែងមួយដែលយើង take profit នៅកន្លែងហ្នឹងអញ្ចឹងពីរបៀបនៃការប្រើប្រាស់ Snapper Toolkit គឺមានតែប៉ុណ្ណឹងសូមអរគុណសម្រាប់បងប្អូនក្នុងការតាមដានវីដេអូមួយនេះ